បាទជំរាបសួរបងប្អូនអ្នកគ្នាបាទថ្ងៃនេះតែ16របស់យោធាថៃបានវាប្រហែលមកលើយើងទៀតហើយបងប្អូនអ្នកគ្នាហើយអ្វីដែលសំខាន់នោះធ្វើឲ្យមានការខូចខាតនៃឃ្លាំងរបស់ប្រជាជនស្លូតត្រង់យើងក៏ដូចជាប្រជាជនស៊ីវិលរបស់យើងបាទត្រូវតែហ៊ានសៀមឈ្លានពានបានតម្លាក់គ្រាប់បាទបន្តិចបងប្អូនអ្នកគ្នាបាទតាមមើលတဲ့វីដេអូហើយក៏ដូចជាព័ត៌មានគេអស់បងប្អូនអ្នកគ្នាហើយអ្វីដែលសំខាន់នោះបងប្អូនអ្នកគ្នាអាណិតតែបាទក្មេងៗដែលគាត់អត់ដឹងអីតែត្រូវរត់ប្រសាចដោយសារតែបាទភ័យខ្លាចពីព្រោះបាទសៀមមានតម្លាក់គ្រាប់នៅក្បែរសាលានោះវាធ្វើឲ្យលាន់ទៅបាទហើយអ្វីសំខាន់នោះបាទខ្លាចគ្រោះថ្នាក់ហើយមួយទៀតវាពិតជាស្លុតចិត្តណាស់ដោយសារគ្នាក្មេងផងបាទហើយនៅកំពុងតែសិក្សាសុកបាទមិនមានគ្រាប់មានអីធ្លាក់មកហើយខ្ញុំក៏ស្លុតចិត្តណាស់ដែរបងប្អូនអ្នកគ្នាបាទយើងមិនដឹងថាបាទពួកគាត់ភ័យខ្លាចយ៉ាងណាទេពីព្រោះដោយសារសង្គ្រាមនេះបាទវាមិនមែនកំណត់តែគោលដៅយោធាទេវាឈ្លានពាននេះគឺវាកំណត់ទីតាំងអត់ច្បាស់លាស់ទេគឺហោះតម្លាក់បាទចឹងធ្វើឲ្យខូចខាតបាទដូចជាសាលារៀនបាទផ្ទះប្រជាពលរដ្ឋត្រង់របស់យើងធ្វើឲ្យខូចខាតច្រើនទៀតដូចជាប្រាសាទរបស់យើងជាដើមដោយសារការឈ្លានពានរបស់យោធាថៃដោយសារជាការរំលោភបំពានពីខាងភាគីថៃហើយសម្រាប់ខ្ញុំមិនអ្នកផ្សាយព័ត៌មានអីទេបងប្អូនអ្នកមើលព័ត៌មានដូចគ្នានេះហើយឃើញបងប្អូនបាទផុសក៏ជួយចែកប្លែកបន្តទៅហើយអ្វីដែលសំខាន់នោះបាទគឺព័ត៌មានថៃតែងតែបង្ហោះបំភ្លៃការពិតរហូតក៏ដូចជាបាទព័ត៌មានយោធាថៃបានឈ្លានពានលើយើងបាទតម្លាក់គ្រាប់ទៅលើផ្ទះជនស៊ីវិលអីក៏វាយកទៅផុសថាជាប្រទេសទាហានខ្មែរវាតម្លាក់ចំគោលដៅតម្លាក់អីណាបាទវាមិនជឿពិតទេចឹងហើយបាទខ្ញុំបាទចេញវីដេអូក៏ដូចជាធ្វើវីដេអូបាទមានបងប្អូនខ្មែរយើងគាត់ផុសគាត់អីហ្នឹងមកគឺខ្ញុំយកមកកាត់ហើយខ្ញុំយកមកបាទនិយាយរៀបរាប់ពីការពិតថានេះជាការទម្លាក់បាទត្រូវផ្ទះប្រជាពលរដ្ឋខ្មែរស្លូតត្រង់ទេមិនមែនជាយោធាកន្លែងអីខ្មែរទេចឹងសូមការផ្សាយព័ត៌មានថៃសូមផ្សាយព័ត៌មានឲ្យពិតផងកុំផ្សាយតែបំភ្លៃការពិតរហូតបាទអញ្ចឹងហើយខ្ញុំអត់មានអីទេមានតែសូមបួងសួងដល់ពុទ្ធសាសនិកជួយគ្រប់គ្រងបងវរៈកងទ័ពជួរមុខទាំងអស់ឲ្យមានសុខសុវត្ថិភាពនិងយកជ័យជំនះមកឲ្យប្រទេសជាតិមកឲ្យគ្រួសារហើយនឹងវិលត្រឡប់នៅពេលដែលចប់សង្គ្រាមនឹងវិលត្រឡប់មកជួបជុំគ្រួសារវិញហើយនឹងបាទអំពូមីងបងប្អូនជនពិសេសទាំងអស់សូមឲ្យមានសុខសុវត្ថិភាពបាទហើយសម្រាប់ខ្ញុំមានតិចជួយតិចមានច្រើនជួយច្រើនបាទហើយសម្រាប់ដែលបងប្អូនដែលធ្វើការងាររកស៊ីអីបាទផុសធម្មតាលក់ធម្មតាទៅបងប្អូនអរគ្នាបាទគឺខ្ញុំក៏មានឃើញបាទមានអ្នកខ្លះគាត់ផុសលក់ដូរអីចឹងទៅក៏មានបាទបងប្អូនខ្លះគាត់ខមមិនមិនសូវល្អជាច្រើនដែរអញ្ចឹងក៏សូមមិនឈប់ទៅយើងរកបានយើងជួយបងបាទជួរមុខយើងជួយបងប្អូនយើងជនពិសេសបាទហើយយើងប្រកបការងារដើម្បីមានចំណូលដើម្បីបាទឲ្យមានតុល្យភាពនៅក្នុងការងារក៏ដូចជាអាជីវកម្មរបស់យើងបាទឲ្យមានស្ថិរភាពល្អហើយយើងរឹងមាំអញ្ចឹងយើងក៏អាចមានលទ្ធភាពជួយបាទអ្នកនៅខាងមុខដែរអញ្ចឹងបើយើងទុនខ្សោយនៅខាងក្រោយគឺមិនកើតទេជាដូចពាក្យស្លោកមួយម៉ាត់និយាយល្អមែនតើបាទកងទ័ពទីគ្រាប់ប្រជាជនយើងទីស្បៀងបាទពាក្យនេះជាពាក្យល្អមែនតើអញ្ចឹងហើយបាទខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជម្រាបលាបងប្អូនអរគ្នាសូមមានសុខសប្បាយភាពល្អ